គ្រូបរៀនចូលបរៀនដោយបេះដូងមិនមែនចូលបរៀនដោយត្រូវការគិតទៅលើរឿងលុយតែមួយមុខទេអូខេសួស្តីអ្នកទាំងអស់គ្នាចូលជាមួយខ្ញុំបាទសមីងហើយថ្ងៃនេះខ្ញុំនឹងចែកម្លែកអ្នកទាំងអស់គ្នាតើតើជាមួយនឹងបទពិសោធន៍ជាគ្រូបរៀនអ្នកដែលគាត់ត្រឹមតែបានបញ្ចប់ការសិក្សាថ្នាក់ទី12គាត់បានមានបំណងចង់ធ្វើជាគ្រូបរៀនដើម្បីយកបទពិសោធន៍ដើម្បីបន្តទៅលើសាកលវិទ្យាល័យរបស់គាត់ផងដែរហើយថ្ងៃនេះប្រធានបទដែលខ្ញុំនឹងលើកចែកម្លែកអ្នកទាំងអស់គ្នាគឺតើតើថាតើគ្រូបរៀនគាត់ជាគ្រូបរៀនឬមួយក៏មានអីផ្សេងទៀតឬមួយក៏ being a teacher is more than a job អញ្ចឹងអ្នកនរគ្នាប្រកាសជាយល់ហើយដោយសារពួកយើងគឺធ្លាប់ចូលសាលាទាំងអស់គ្នាអ្នកមួយចំនួនទៀតគាត់ប្រកាសជាគិតថាការបរៀនជាការដែលឲ្យគ្រូនឹងគាត់និយាយទៅកាន់សិស្សានុសិស្សបន្ទាប់មកឲ្យសិស្សឡើងអានឡើងនិយាយធ្វើលំហាត់ឲ្យទៅផ្ទះគាត់ប្រកាសជាគិតអញ្ចឹងហើយប៉ុន្តែជាក់ស្ដែងការងារជាគ្រូបរៀនហើយអ្នកដែលគាត់មានបទពិសោធន៍ជាគ្រូបរៀនហ្មងគាត់នឹងដឹងថាអ្វីដែលយើងនិយាយនេះវាគាត់ជាផ្នែកតូចមួយនៅក្នុងចំណោមការងារដែលគាត់នឹងធ្វើផ្សេងៗទៀតជាគ្រូបរៀនពេលខ្លះយើងនឹងមានអារម្មណ៍ថាបាក់ទឹកចិត្តដោយសារតែយើងឃើញថាពីការតស៊ូរបស់សិស្សហ្នឹងគឺគាត់ចាប់ផ្ដើមកាត់បន្ថយគាត់លេងសិស្សកម្មមានតែគាត់ចាប់ផ្ដើម passive ដោយសារតែសកម្មភាពមួយចំនួនគឺអាចថាគាត់មកពីគ្រួសាររបស់គាត់មកពីយើងខ្លួនឯងក៏ជាគ្រូបរៀនពេលខ្លះយើងមើលអត់ឃើញមកពីមិត្តភ័ក្តិគាត់ឬមួយកត្តាជំនួយខ្លួនគាត់ហ្នឹងដែលធ្វើឲ្យគាត់បោះបង់ចោលការសិក្សាហើយធ្វើឲ្យយើងជាគ្រូបរៀននេះយើងរត់តែពិបាកចិត្តទៀតជាក់ស្ដែងខ្ញុំអញ្ចឹងជាគ្រូបរៀននៅសាលាឯកជនជាក់ស្ដែងកូនសិស្សមួយចំនួនគឺគាត់ពេលខ្លះគាត់ចង់បោះបង់ចោលការសិក្សាដោយសារតែអារម្មណ៍ដែលចង់រៀនរបស់គាត់គឺគាត់អត់ចង់ទៅមុខអញ្ចឹងមានអារម្មណ៍ថាដូចពិបាកវិញសម្រាប់គាត់ឥឡូវនេះយើងនឹងនិយាយថាជាគ្រូបរៀនមួយគឺមិនមែនគិតគ្រាន់តែទៅលើឋានៈឬមួយក៏ប្រាក់ខែទទួលស្គាល់លុយវាសំខាន់អ្នកណាគេក៏ធ្វើការដើម្បីលុយដែរប៉ុន្តែយើងគិតមើលថាចេះបើសិនជាយើងឥឡូវរត់ទៅតាមលុយមួយមុខហើយយើងបោះបង់ចោលនៅគុណភាពនៃការបរៀនសួរថាតើសិស្សចេះអត់មួយទៀតតើតើមួយនឹងឋានៈទទួលស្គាល់អាជីពជាគ្រូបរៀនមិនថាជាគ្រូឯកជនឬមួយជាគ្រូរដ្ឋមនុស្សជំនាញខ្លួនគឺគាត់ឲ្យតម្លៃយើងជាគ្រូតែអ្វីដែលសំខាន់គឺយើងជាគ្រូបរៀនតែយើងគួរធ្វើម៉េចអញ្ចឹងជាម្ដងទៀតការបរៀនវាមិនមែនគ្រាន់តែនិយាយអំពីឋានៈឬមួយក៏ជាប្រាក់ខែប៉ុន្តែវាគឺជាការងារមួយដែលផ្ដោតសំខាន់ទៅលើមនុស្សហើយនឹងអារម្មណ៍ជាចាំបាច់ជាគ្រូបរៀនមិនមែនគ្រាន់តែបរៀនត្រឹមតែភាសាទេដូចជាឥឡូវគ្រូបរៀនភាសាអង់គ្លេសគ្រូបរៀនភាសាខ្មែរឬមួយក៏គណិតវិទ្យាជីវវិទ្យាអញ្ចឹងទៅអានេះវាគ្រាន់ជាទិសស្ដីមួយដែលយើងរៀនជាប្រចាំថ្ងៃប៉ុន្តែជាគ្រូបរៀននៅក្នុងសតវត្សទី21គឺជាគ្រូបរៀនដែលបង្រៀនទៅលើជីវិតពិតហើយនឹងភាពជាមនុស្សអ្វីទៅភាពជាមនុស្សគឺយើងសំដៅទៅលើសិស្សដែលគាត់មានចំណេះដឹងប៉ុន្តែគាត់ទៅជាខ្វះខាតសិលធម៌យើងឆ្លើយទៅលើបើមិនសូវស្ដាប់ប្រកបឬក៏រឹងតឹងអញ្ចឹងទៅអញ្ចឹងក្នុងនាមយើងជាគ្រូបរៀនគឺយើងមានតួនាទីក្នុងការជួយណែនាំគាត់ឲ្យក្លាយជាមនុស្សដែលមានប្រយោជន៍នៅក្នុងសង្គមហើយយើងនិយាយក្រក់ស្ដាប់ឡែកណាថាយើងបដៅពួកគាត់ឲ្យជាមនុស្សម្នាគេអញ្ចឹងណាហ្នឹងហើយអញ្ចឹងឥឡូវយើងសង្កេតមើលថាតើភាពជាគ្រូបរៀនហ្នឹងវាបែបខ្លះនៅក្នុងជីវិតពិតជាក់ស្ដែងជាគ្រូបរៀនយើងតែសម័យថាគ្រូពាក់អាវស្អាតបាតបើក laptop បរៀនសិស្សកាន់ Word ទៅសេអក្សរកាន់សភៅបរៀនសិស្សចែកម្លេចចំណេះដឹងតែជាក់ស្ដែងនេះវាមានច្រើនទៀតវាមិនមែនតែប៉ុណ្្នឹងនឹងពេលយើងមើលឃើញជាគ្រូបរៀនពេលខ្លះនៅពេលដែលសិស្សអត់យល់យើងជាគ្រូយើងមិនអាចទៅអត់យល់បានទេបលែងចោល no អត់ទេសិស្សមួយថ្នាក់មិនមែនយើងបរៀន style មួយទេគឺសិស្សមួយថ្នាក់21នាក់គឺយើងត្រូវតែបរៀន style រហូតដល់21 style ខុសៗគ្នាហេតុអីព្រោះអីក្នុងថ្នាក់វាមានសិស្សឆ្លាតជាងសិស្សមានកម្រិតមធ្យមអញ្ចឹងទៅដែលគេហៅថា smart learner និង slow learner អញ្ចឹងណាអញ្ចឹងពួកគាត់គឺអត់អាចយកវិធីសាស្ត្រតែមួយបានទេទទួលស្គាល់លំហាត់ដាក់តែមួយធ្វើទាំងអស់គ្នាប៉ុន្តែវិធីសាស្ត្រនៃការបញ្យល់លំហាត់របស់គាត់បញ្យល់សិស្សលឿនផ្សេងបញ្យល់សិស្សដែលគាត់ចាប់បានខ្សោយនឹងផ្សេងទៀតហ្នឹងទៅវាអាហ្នឹងជាវិធីសាស្ត្រមួយទៀតពេលខ្លះសិស្សគាត់អត់ចូលរៀនឬមានបញ្ហាផ្ទាល់ខ្លួនគ្រូអាចគិតថាតើយើងអាចជួយគាត់បានប៉ុណ្ណាជួនកាលគាត់មិនសប្បាយចិត្តជាមួយនឹងការរៀនវិធីសាស្ត្របែបហ្នឹងអញ្ចឹងពេលខ្លះគ្រូមួយចំនួនគឺគាត់រត់តែគាត់ដេកគិតដូចខ្ញុំចាក់ស្ដែងយើងដេកគិតថាតើយើងគួរធ្វើម៉េចដើម្បីឲ្យសិស្សនោះគាត់ពេញចិត្តជាមួយនឹងការរៀនតើគាត់ involve ជាមួយយើងបែបម៉េចចូលរួមជាមួយយើងបែបម៉េចចឹងទៅឧទាហរណ៍ឥឡូវខ្ញុំបរៀនអង់គ្លេសអញ្ចឹងមិនត្រឹមតែគ្រាន់តែជាការអានទេ
តែជាក់ស្ដែងគឺបូកបន្ថែមជាមួយនឹងការដែលមានសកម្មភាពជាក្រុមឬមួយសកម្មភាពជាដៃគូឡើងនិយាយធ្វើលំហាត់ចឹងទៅមានហ្គេមអីតិចតួចចឹងទៅហើយតែជាក់ស្ដែងហ្នឹងខ្ញុំអត់ចេះលេងហ្គេមទេអញ្ចឹងយើងត្រូវធ្វើម៉េចដើម្បីឲ្យសិស្សហ្នឹងគាត់ចូលរួមជាមួយយើងបានសកម្មភាពគេហៅថាល្បែងសិក្សាអញ្ចឹងណាយើងត្រូវតែបដោះគំនិតសិស្សពីសិស្សម្នាក់ដែលគាត់ជាមនុស្សម្នាក់ដែលអៀនខ្មាស់មិនសូវមានទំនុកចិត្តឲ្យខ្លះជាសិស្សម្នាក់ដែលគាត់មានទំនុកចិត្តចំណុចនេះជាចំណុចមួយសំខាន់ដោយសារតែយើងមិនអាចបដោះសិស្សឲ្យគាត់ចេះសរសេរទេឧទាហរណ៍ឥឡូវគាត់ចាប់ទី12គាត់ចូលធ្វើការគឺគាត់អត់ហ៊ានប្រឈមមុខជាមួយនឹងបញ្ហាគាត់អត់ហ៊ានទាំងប្រឈមមុខជាមួយនឹងអ្នកដែលសម្ភាសការងារគាត់ងាណាគាត់អញ្ចឹងជាគ្រូគឺត្រូវតែពង្រឹងគាត់អានឹងបន្ថែមទៀតតាក់ទងជាមួយនឹងធ្វើម៉េចដើម្បីឲ្យគាត់មានទំនុកចិត្តប៉ុន្តែមិនមែនការនិយាយដល់ឆ្លើយមិនគោរពទៅលើអ្នកអតីតទេតែចាំកន្លែងនឹងប្រយ័ត្នខុសខ្លួនឯងយើងតែងតែគិតថាតើការបរៀននឹងវាសំខាន់អត់បាទសំខាន់បើអត់សំខាន់មិនមែនសិស្សគេដាក់មកសាលាទេណានិយាយក្រក់ស្ដាប់ជាងចុះការបរៀនពិតជាមានសារៈសំខាន់ដោយសារតែការបរៀនគឺវាប៉ះពាល់ដល់ជីវិតរបស់មនុស្សជាក់ស្ដែងតែម្ដងយើងអត់អាចដឹងថាតើពាក្យសម្ដីយើងមួយណាហ្នឹងដែលអាចផ្លាស់ប្ដូរជីវិតរបស់សិស្សអាចទាំងថាផ្លាស់ប្ដូរល្អឬក៏ផ្លាស់ប្ដូរអាក្រក់ជួនកាលយើងខឹងយើងនិយាយមួយម៉ាត់ពីរម៉ាត់ទៅគាត់បាក់ទឹកចិត្តគាត់ឈប់រៀនទៅជួនកាលអារម្មណ៍គាត់អត់ល្អពីផ្ទះគាត់គ្រួសារគាត់មានបញ្ហាយើងនិយាយទៅស្រាប់តែគាត់សប្បាយចិត្តក្នុងការបន្តការសិក្សារបស់គាត់អាហ្នឹងក៏យើងមើលអត់ឃើញដែរសិស្សគឺគាត់កម្រថាលោកគ្រូអ្នកគ្រូគឺជាមនុស្សម្នាក់ដែលផ្លាស់ប្ដូរជីវិតរបស់ខ្ញុំគាត់កម្រនិយាយពាក្យហ្នឹងទៅចាំជាពិសេសសិស្សអាស៊ីហើយសិស្សនៅក្នុងស្រុកខ្មែររបស់យើងដូចគ្នាដែរសិស្សកម្រនិយាយពាក្យហ្នឹងព្រោះចឹងគាត់អៀនមាត់ប៉ុន្តែគាត់នឹងបង្ហាញតាមរយៈសកម្មភាពរបស់គាត់ដូចជាការសិក្សារបស់គាត់រីកចម្រើនល្អជាងមុនអាកប្បកិរិយាពាក្យសម្ដីរបស់គាត់ក៏ដូចជាយើងសង្កេតទៅលើការស្លៀកពាក់របស់គាត់ឃើញថាល្អប្រសើរជាងមុនកិច្ចការដែលគាត់ឲ្យយើងនឹងពេញដៃល្អច្រើនជាងមុនអាហ្នឹងគឺជារង្វាន់ធំសម្រាប់យើងជាគ្រូបរិញ្ញាមិនមែនថាគាត់ឲ្យលុយយើងរាប់ពាន់ដុល្លាររាប់ម៉ឺនដុល្លារអីទេប៉ុន្តែវាបង្ហាញថាអ្វីដែលយើងកំពុងបរិញ្ញាហ្នឹងគឺវាត្រូវចំណុចដែលគាត់អាចទទួលយកបានហើយគាត់កំពុងតែផ្លាស់ប្ដូររបស់គាត់ហើយបើសិស្សនៅអឺរ៉ុបគាត់អាចនឹងនិយាយថា teacher you change my life ហ្នឹងទៅហើយស្រុកខ្មែរអត់មានទេវាមានដែរតែវាមានតិចភាសាពួកគាត់ពិបាកនិយាយអញ្ចឹងយើងជាគ្រូបរិញ្ញាយើងដឹងថាគាត់ល្អរីកចម្រើនល្អប្រសើរតាមចំណុចផ្សេងទៀតដែលគាត់ដែលយើងមើលឃើញជាភាពជាក់ស្ដែងអញ្ចឹងសរុបមកវិញសម្រាប់អ្នកដែលគាត់ចង់ធ្វើជាគ្រូបរិញ្ញាជាពិសេសបងប្អូនដែលគាត់ត្រឹមតែចាប់ទី12គាត់ចង់ធ្វើជាគ្រូបរិញ្ញាចងចាំថាការបរិញ្ញាគឺជាចំណងចំណូលចិត្តមិនមែនដោយសារតែលុយទេលុយសំខាន់ប៉ុន្តែមិនមែនស្រឡាញ់ដោយសារតែខ្ញុំធ្វើការជាគ្រូបរិញ្ញាដោយសារលុយច្រើនទេយើងដែលចិត្តធ្វើជាគ្រូបរិញ្ញាគឺយើងបដោះមនុស្សដូចយើងសូត្រទឹករុក្ខជាតិចឹងយើងមិនអាចបរិញ្ញាមួយថ្ងៃសិស្សចេះអត់យើងមិនអាចយកទឹកមកពីងទៅចាក់លើកូនស្វាយមួយដើមឲ្យវាលូតលាស់ទេប៉ុន្តែយើងចាក់ទឹកម្ដងតិចដើម្បីឲ្យស្វាយវាលូតលាស់ទៅតាមម្ដងតិចហ្នឹងដែរតែចាំថាយើងជាគ្រូបរិញ្ញាឬក៏អ្នកដែលមានបំណងថាគាត់ចង់ធ្វើជាគ្រូបរិញ្ញាត្រូវចាំថានៅពេលដែលសិស្សលូតលាស់រីកចម្រើនទាំងអាកប្បកិរិយាទាំងពាក្យសម្ដីទាំងលទ្ធផលការសិក្សារបស់គាត់វាគឺជាភស្តុតាងមួយឬមួយក៏ជារង្វាន់មួយដែលយើងអាចនិយាយបានថាយើងជាគ្រូនេះយើងបានបរិញ្ញាគាត់ត្រឹមត្រូវទៅតាមអ្វីដែលគាត់មានជាក់ស្ដែងហើយអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងតើតើជាមួយនឹងការចែករំលែកបទពិសោធន៍ជាគ្រូបរិញ្ញានិងអ្នកដែលគាត់មានបំណងចង់ចូលបរិញ្ញាសុំ5ម្ដងទៀតគឺគ្រូបរិញ្ញាចូលបរិញ្ញាដោយបេះដូងមិនមែនចូលបរិញ្ញាដោយត្រូវការគិតទៅលើរឿងលុយតែមួយមុខទេបញ្ជាក់ខ្ញុំនិយាយថាលុយតែមួយមុខមានថាវាមានផ្សេងទៀតក្រៅពីលុយក៏សំខាន់ប៉ុន្តែការបដោះទៅលើមនុស្សវារត់តែសំខាន់ទៀតសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូនេះហើយវាជាវីដេអូទី1ដែលខ្ញុំនិយាយខ្មែរសង្ឃឹមថាអ្នកទាំងអស់គ្នាមិនប្រកាន់ជួបគ្នាជាមួយវីដេអូក្រោយទាក់ទងជាមួយនឹងបរិបទនៃការបរិញ្ញាក៏ដូចជាចែករំលែកទៅលើចំណេះដឹងផ្សេងៗអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងបាយបាយ